សម័យអង្គរជាសម័យដ៏រុងរឿងបំផុតនៃប្រវត្តិសាស្ត្រខ្មែរប្រជានារីរស់នៅបានសុខដុមរមនាព្រះមហាក្សត្រគ្រប់ព្រះអង្គជាពិសេសព្រះបាទជ័យវរ្ម័នទី7ព្រះអង្គមានប្រាជ្ញាញាណដ៏ឧត្តមឧត្តមគ្រប់ផ្នែករួមទាំងស្ថាបត្យកម្មសំណង់ប្រាសាទនានាជាច្រើនទឹកតាំងស្នាដៃដ៏ល្អប្រណិតទាំងនេះបានបន្សល់ទុកឲ្យយើងគ្រប់រូបគួរជាទីមោទនៈក្រៃលែងអង្គរដល់អស់តែប្រណិតនេះជាគុណនិតស្នាដៃរបស់ខ្មែរដូចជាពលរដ្ឋសូមជួយរក្សាថែវត្តភាពខ្មែរត្រូវតែមានសង្ឃឹមខ្មែរយើងជាពូជអ្នកសាងអង្គរមានសាមគ្គីធម៌ល្អអ្វីអ្វីតែនឹងអំណត់ជាយើងខ្លាថ្លៃកំពូលប្រាំមានន័យកំពូលបញ្ញាញាណយើងទាំងអស់គ្នាសមនឹងខ្លាំងណាស់ទាំងក្មេងទាំងចាស់បានកាត់មកជាកូនខ្មែរមានក្រុមវណ្ណៈក្រុងចំការស្រែក្រមពុនឬខែលើដែនដីសវណ្ណភូមិរួចពីសង្គ្រាមកំណាយគោខើបងប្អូនរស់នៅដោយក្តីសុខសាន្តមានម្ហូបអាហារនិងលំនៅឋានជួបជុំសន្តានមានសុភមង្គលក្នុងទឹកមានត្រីក្នុងដីមានរ៉ែលើដីមានស្រែមានដំណាំដាំដុះបន្លែបង្ការផលហាចម្រុះមានភ្នំមានជ្រោះមានកន្លែងកំសាន្តហេមានសម្បត្តិបបធនធានប្រាសាទបុរាណតូចធំប្រាសាទអង្គរតាព្រំប្រយ័ត្នសំងំមន្ទីរស្រីថៃកាយក្បូរក្បាច់រចនាសោភាបន្តិចនានាចូលមកទស្សនាគេកោតជាប់ស្ញែកស្នាដៃដូនតាគុំនិនបញ្ញាចេះឆ្នៃប្រឌិតសម្រងអង្គរដល់អស់តែប្រណិតនេះជាគុណនិតស្នាដៃរបស់ខ្មែរដូចជាពលរដ្ឋសូមជួយរក្សាថែវត្តភាពខ្មែរត្រូវតែមានសង្ឃឹមខ្មែរយើងជាពូជអ្នកសាងអង្គរមានសាមគ្គីធម៌ល្អអ្វីអ្វីតែនឹងអំណត់ជាយើងខ្លាថ្លៃកំពូលប្រាំមានន័យកំពូលបញ្ញាញាណ